សាលហបូជាទិវាអង្គចាបរិស័ទជ្រាំងថ្លាសាទរប្រារព្ធគុណព្រះចិនស្រីដោយក្តីគោរពមានប្រាម៉ែប្រកបក្នុងខែអាសាឍទី1បដិសន្ធិថ្ងៃប្រហោះវេលាឥតខ្ចោះនាឆ្នាំរកាមហាមាយាជាពុទ្ធមេដាមានបនអង្គចាលឹងអង្គស្ត្រីទី2ជាថ្ងៃត្រង់ចាញ់សាងភ្នំចំថ្ងៃប្រហោះឆ្នាំថងរាសីសទ្ធត្ថកោតដំពោធិសត្វថ្លៃយាងសាងបារមីនៃនេខមៈទី3សំដែងបង្ធម្មទេសនាក្នុងឆ្នាំរកាខែអាសាឍយ៉ាងត្រង់ប្រងភិក្ខុបញ្ចាំងវង្គយ៉ាងបង្ធម្មសាវកនាថ្ងៃនោះឯងទី4ជាថ្ងៃព្រះសង្ឃដំបូងកើតដោយឥតក្រងរៀបចំបរិខាបានបួសមុនគេក្នុងព្រះសាសនាពុទ្ធអង្គត្រាស់ថាអេហេងភិក្ខុទី5គឺថ្ងៃផ្ចាញ់ពួកនិក្រនមានរិទ្ធិធ្ងន់ខំផ្លូវសាមាឲ្យបាក់ធ្លាប់ខ្លាចអំណាចបង្ដេហាបរិស័ទជ្រាំងថ្លាគោរពវន្ទាអាសាទបនមីអត្ថន័យទាំង5ចូលយើងចងចាំទុកជាព្រឹត្តិការណ៍នៃ
អ្នកខាត់រឹកក្នុងពុទ្ធសាសនាសូមបានផលឡាអានិ